អសាទរពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Belty អន្តរជាតិនិង China Normal University for Nationality នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025ឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងលោកអ៊ូយ៉ាងអៀនឡាំងជាសាកលវិទ្យាធិការនៃ China Normal University for Nationality បានធ្វើការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Belty អន្តរជាតិនិង China Normal University for Nationality ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឈៀនណាននៅទីក្រុងទូយ៉នខេត្តគួងជូវនៃសាធារណរដ្ឋប្រជាមានិតចិនការចុះអនុសារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សាព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្ដល់នូវការចុះសិក្ខាសាលាកម្មសិក្សានិងផ្ដល់ឱកាសអាហារូបករណ៍ជូនដល់និស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិទៅសិក្សានៅប្រទេសចិនជាបន្តបន្ទាប់ទៀតផងដែរដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.